រៀនទី1គោរពពេលវេលាវិន័យនិងកិច្ចសន្យាអត្ថន័យការមកទាន់ពេលនិងការរក្សាពាក្យសន្យាបង្ហាញពីការទទួលខុសត្រូវនិងវិជ្ជាជីវៈការអនុវត្តប្រចាំថ្ងៃមកទាន់ពេលបំពេញការងារមុនកាលកំណត់រក្សាពាក្យសន្យាអត្ថប្រយោជន៍បង្កើតការជឿទុកចិត្តបង្កើនកេរ្តិ៍ឈ្មោះល្អបង្កើនប្រសិទ្ធភាពការងារមេរៀនទី2យកចិត្តទុកដាក់និងផ្ដោតអារម្មណ៍អត្ថន័យការយកចិត្តទុកដាក់ជួយកាត់បន្ថយកំហុសនិងបង្កើនគុណភាពការងារការអនុវត្តប្រចាំថ្ងៃស្ដាប់ដោយយកចិត្តទុកដាក់ផ្ដោតលើការងារមួយម្តងជៀសវាងការរំខានអត្ថប្រយោជន៍ការងារមានគុណភាពល្អរៀនបានលឿនបង្កើនការផ្ដោតអារម្មណ៍ទី3រៀនសូត្រនិងអភិវឌ្ឍខ្លួនជានិច្ចអត្ថន័យការរៀនជាបន្តបន្ទាប់ជួយអភិវឌ្ឍខ្លួនទាំងផ្នែកផ្ទាល់ខ្លួននិងវិជ្ជាជីវៈការអនុវត្តប្រចាំថ្ងៃអានសៀវភៅរៀនជំនាញថ្មីសួរសំណួរនិងស្វែងយល់បន្ថែមអត្ថប្រយោជន៍បង្កើនចំណេះដឹងទទួលបានឱកាសល្អបង្កើនទំនុកចិត្តលើខ្លួនឯងមេរៀនទី4ស្មោះត្រង់និងមានសុចរិតភាពអត្ថន័យភាពស្មោះត្រង់បង្កើតការជឿទុកចិត្តនិងទំនាក់ទំនងល្អការអនុវត្តប្រចាំថ្ងៃនិយាយការពិតទទួលស្គាល់កំហុសជៀសវាងការបោកប្រាស់អត្ថប្រយោជន៍ទទួលបានការគោរពពង្រឹងស្មារតីក្រុមបង្កើតភាពទុកចិត្តបានមេរៀនទី5ការដឹងគុណអត្ថន័យការដឹងគុណជួយឲ្យមនុស្សមានភាពទន់ភ្លន់និងគំនិតវិជ្ជមានការអនុវត្តប្រចាំថ្ងៃនិយាយពាក្យអរគុណដឹងគុណចំពោះជំនួយពីអ្នកដទៃឲ្យតម្លៃលើឱកាសដែលទទួលបានអត្ថប្រយោជន៍ទំនាក់ទំនងល្អផ្នត់គំនិតវិជ្ជមានស្ថិរភាពផ្លូវចិត្តមេរៀនទី6សម្របខ្លួនតាមការផ្លាស់ប្តូរនិងបញ្ហាប្រឈមអត្ថន័យជីវិតនិងការងារតែងតែមានការផ្លាស់ប្តូរមនុស្សដែលអាចសម្របខ្លួនបាននិងបន្តរីកចម្រើនការអនុវត្តប្រចាំថ្ងៃទទួលយកមតិយោបល់រៀនពីបញ្ហារក្សាភាពស្ងប់ស្ងាត់ពេលមានការផ្លាស់ប្តូរអត្ថប្រយោជន៍ភាពរឹងមាំផ្លូវចិត្តសមត្ថភាពដោះស្រាយបញ្ហាផ្នត់គំនិតរឹងមាំមេរៀនទី7គោរពថ្នាក់លើនិងអ្នកដឹកនាំអត្ថន័យការគោរពអ្នកដឹកនាំជួយរក្សារបៀបរៀបរយនិងវិជ្ជាជីវៈការអនុវត្តប្រចាំថ្ងៃនិយាយដោយសុភាពអនុវត្តតាមការណែនាំដោយទទួលខុសត្រូវបង្ហាញភាពវិជ្ជាជីវៈអត្ថប្រយោជន៍បរិយាកាសការងារល្អវប្បធម៌ដឹកនាំរឹងមាំការគោរពគ្នាទៅវិញទៅមក
hear it now. Those little simple moments I still hold somehow. មេរៀនទី8គាំទ្រនិងណែនាំថ្នាក់ក្រោមអត្ថន័យភាពជាអ្នកដឹកនាំល្អរួមមានភាពយុត្តិធម៌ការគាំទ្រនិងចិត្តល្អការអនុវត្តប្រចាំថ្ងៃបង្រៀនដោយអត់ធ្មត់លើកទឹកចិត្តការអភិវឌ្ឍជួយដោះស្រាយបញ្ហាអត្ថប្រយោជន៍ក្រុមការងាររឹងមាំទឹកចិត្តការងារល្អបរិយាកាសវិជ្ជមាន មេរៀនទី9សហការគ្នាដោយមិនមើលបំណាំអត្ថន័យការងារជាក្រុមកាន់តែរឹងមាំនៅពេលមនុស្សចេះសហការគ្នាជាជាងរិះគន់គ្នាការអនុវត្តប្រចាំថ្ងៃជួយមិត្តរួមការងារចែករំលែកចំណេះដឹងជៀសវាងការនិយាយដើមនិងការស្ដីបន្ទោសអត្ថប្រយោជន៍កិច្ចសហប្រតិបត្តិការល្អសាមគ្គីភាពជោគជ័យរួម មេរៀនទី10ទទួលយកផលប្រយោជន៍តាមសមត្ថភាពដោយមិនច្រណែនអត្ថន័យមនុស្សម្នាក់ៗមានការរីកចម្រើនខុសៗគ្នាទៅតាមការខិតខំនិងសមត្ថភាពការអនុវត្តប្រចាំថ្ងៃផ្ដោតលើការអភិវឌ្ឍខ្លួនឯងអបអរសាទរភាពជោគជ័យរបស់អ្នកដទៃជៀសវាងការប្រៀបធៀបដែលមិនល្អអត្ថប្រយោជន៍ផ្លូវចិត្តស្ងប់ស្ងាត់ការរីកចម្រើនផ្ទាល់ខ្លួនទំនាក់ទំនងល្អ